ការពិតហើយថាជីវិតសត្វលោកកើតឡើងមកហើយរមែងនាំយកមកជាមួយនៅឧបនិស្ស័យដែលខ្លួនសន្សំហើយឥឡូវជាតិនេះយើងសន្សំនឹងជាឧបនិស្ស័យទៅជាតិក្រោយទៀតអញ្ចឹងការដែលនាំមកនៅឧបនិស្ស័យនោះវាមានទាំងល្អមានទាំងអាក្រក់ដែលធ្វើឲ្យមានចរិតខុសគ្នាចរិតខុសគ្នាមកពីការសន្សំបុណ្យបាបនឹងខុសគ្នាច្រើនឬតិចខុសគ្នាដែរអញ្ចឹងយើងឃើញថាបច្ចុប្បន្ននេះសូម្បីថាច្បាប់ទម្លាប់នឹងគេតឹងរឹងយ៉ាងម៉េចក៏ដោយក៏អ្នកសន្សំឧបនិស្ស័យខាងលួចខាងចោលខាងលួចនឹងនៅតែរស់ល្បិចកលដើម្បីលួចឲ្យតតែបានរហូតដល់សម័យទំនើបនេះចំណន់ដើមលួចត្រង់ឥឡូវលួចដល់ល្បិចកលគ្រប់បែបយ៉ាងហើយកូនប្រុសស្រីដែលខ្ចីលុយម៉ែអត់សងក៏ទុកដូចជាលួចដែរសុទ្ធតែជាអំពើបាបទាំងអស់ឯភិក្ខុទាំងឡាយលោកមិនបានសិក្សាព្រះធម៌និងចំពោះដែលអត់សិក្សាធម៌វិន័យណាភិក្ខុទាំងឡាយជាច្រើនឲ្យលោកល្អតែតាំងពីចំនួនព្រះមកក៏អត់ល្អតាំងពីដើមមកដែរមានន័យថាបឋិជនដែលសន្សំឧបនិស្ស័យខុសគ្នាបើសន្សំចូលចិត្តខាងសោកខាងកេងកាប់ខាងលួចខាងចង់បានលៀបសការៈសន្សំមុខមាត់អីហ្នឹងសន្សំបានចង់បានច្រើនហ្នឹងកើតជាតិណានៅអាពូជនឹងតទៀតសំបីបួសជាសង្ឃហើយក៏នៅមានពូជនឹងទៀតចាតង់ចំណន់ព្រះក៏នៅមានសោកទៀតចឹងចាអាពូជអាក្រក់ហ្នឹងវាតនេះទៅចឹងក្នុងគណៈនេះពេលដែលយើងបានដឹងពិតហើយថាព្រះអង្គសម្ដែងមកជាបុគ្គលយ៉ាងម៉េចទៅជាបុគ្គលសាងបាបទ្រុសក្នុងធម៌វិន័យធ្វើឲ្យចិត្តនឹងសាំញ៉ាំអត់ច្បាស់លាស់ទេវារញ៉ៃឲ្យដល់មនុស្សរញ៉ៃហើយនឹងធ្វើឲ្យសង្គមនឹងរញ៉ៃដែរចឹងមែនទេមើលទៀតក្នុងគ្រួសារមួយដែលមានភាពរញ៉ៃមានធម៌លោភៈទោសៈមោហៈទិដ្ឋិមាននេះវាច្រើនអញ្ចឹងវាច្បោកច្បល់វាអត់មានសណ្ដាប់ធ្នាប់ទេទៀតឧបនិស្ស័យរបស់គេសន្សំមកអត់របៀបហ្នឹងហ្មងអញ្ចឹងវារញ៉ៃអញ្ចឹងធ្វើឲ្យសង្គមគ្រួសារនឹងរញ៉ៃបើវាច្រើនសង្គមគ្រួសារច្រើនភាពរញ៉ៃនឹងកើតមានអញ្ចឹងវារញ៉ៃដល់សង្គមរញ៉ៃដល់សង្គមវារញ៉ៃដល់ណាទៀតដល់ពិភពលោកឥឡូវឃើញវារញ៉ៃក្នុងពិភពលោកមិនខ្លះទេអាពូជរញ៉ៃសាំញ៉ាំនឹងអាពូជលោភៈទោសៈនឹងឥឡូវវាផ្ដល់ទុកលំបាកឲ្យមនុស្សលោកប៉ុណ្ណាបំផ្លាញទាំងធម្មជាតិបំផ្លាញទាំងបរិស្ថានធម្មជាតិបំផ្លាញទាំងបរិស្ថានសង្គមបំផ្លាញទាំងបរិស្ថានផ្លូវចិត្តរបស់ខ្លួនឯងអត់មានសុខទេទៀតរស់សេចក្តីសុខអត់ឃើញទេវាច្បោកច្បល់ដោយសារធម៌លោភៈទោសៈមោហៈដោយសារការចង់បានហួសហេតុពេកដោយសារការយល់ខុសនេះសំខាន់ណាស់ការយល់ខុសអញ្ចឹងបួសហើយក៏ដោយបើយល់ខុសប្រព្រឹត្តខុសហើយបើយល់ត្រូវប្រតិបត្តិត្រូវហើយនឹងគឺអញ្ចឹងទៀតហើយយើងសង្វេគទេទៀតបច្ចុប្បន្ននេះហ្នឹងហើយសង្វេគណាស់ទៀតយើងមើលឃើញគេអ្នកមានអ្នកអីច្រើនសន្ធឹកសន្ធាប់ទ្រព្យសម្បត្តិក៏ច្រើនសួរថាតើគេបានគិតពិចារណាថាជីវិតមិនទៀងជាទុក្ខជាអនត្តាទេគេអត់ទេគេអត់ទាំងជឿទៀតផងទៀតគេមិនជឿថាមានបាបបុណ្យទៀតផងហើយគេក៏មិនជឿថាមានជីវិតចុងក្រោយទៀតគួរឲ្យសង្វេគណាស់តែថាស្លាប់ទៅហើយវាសូន្យហើយមិនបាច់ខ្វល់ទេសบายអស់ចិត្តទៅសង្វេគត្រង់ថាឃើញនឹងភ្នែកឲ្យលោកនេះអ្នកសាងបាបគឺបានបាបអ្នកសាងបុណ្យបានបុណ្យតែនៅតែសាងបាបទៀតនៅតែអត់រួញរេអត់ខ្លាចជីវិតមិនមែនកើតឡើងដោយងាយទេព្រះអង្គសម្ដែងហើយជីវិតជាមនុស្សនេះកើតដោយសារបុណ្យព្រះអង្គប្រៀបដូចជាម៉េចសត្វអណ្ដើកនៅក្នុងទឹកហ្នឹងណាហើយវាងើបមកហ្នឹងដើម្បីឲ្យត្រូវតរងគេដែលដាក់ត្រង់ចេះឲ្យតាក់កអណ្ដើកហ្នឹងវាមិនងាយងើបចូលបានអាហ្នឹងឯណាវាយ៉ាប់ណាស់ណាមកចូលបានមួយហ្នឹងហើយបើបានកើតជាមនុស្សហើយវាកម្រចឹងហើយរឿងអីដែលយើងបំផ្លាញពូជមនុស្សខ្លួនឯងសូមគិតពិចារណាទៅកុំគិតថាពូជមនុស្សខ្លួនឯងបានល្អប៉ុណ្ណឹងហើយវាថេររហូតនោះអត់ទេកុំសាងបាបទៅបំផ្លាញសេចក្តីសុខអ្នកដទៃកុំសាងអំពើអាក្រក់ដើម្បីបំផ្លាញសង្គមប្រទេសជាតិឲ្យរុងរឿងនោះត្រូវចេះស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួនឯងស្រឡាញ់វប្បធម៌គេមរតករបស់ដូនតាខ្លួនឯងជាពូជខ្មែរអង្គរប្រាសាទអង្គរនៅឲ្យចងោហេតុអីក៏មិនមើលតម្រាប់តាមពូជអ្នកមានទ្រព្យសម្បត្តិសម័យអង្គររបស់យើងផងវាវិសេសវិសាលប៉ុណ្ណាហេតុអីក៏យើងប្រមាថមិនព្រមកសាងពូជជីវិតនេះឲ្យคล้ายជាពូជដ៏ល្អប្រសើរដែលជាសាវកនៃព្រះដ៏មានប្រភាចំពោះអ្នកពេញចិត្តក្នុងផ្លូវលោកត្រូវគិតថាយើងត្រូវកសាងពូជរបស់ខ្លួនយើងនេះឲ្យកាន់តែប្រសើរដោយសម័យមហានគរឯអ្នកដែលប្រាថ្នាទៅព្រះនិព្វានត្រូវមើលពូជពុទ្ធជាម្ចាស់ដែលចែកឲ្យយើងនោះត្រូវធ្វើអីណាផ្លូវពីរដែលយើងត្រូវដើរមួយអ្នកជ្រើសរើសដើរចេញពិភពមួយជ្រើសរើសដើរចូលភពប៉ុន្តែក្នុងគណៈហ្នឹងសុទ្ធតែប្រាថ្នាចង់បានសុខទាំងអស់គ្នាអ្នកនៅក្នុងភព3ក៏ចង់បានសុខអ្នកទៅព្រះនិព្វានក៏ចង់បានសុខហេតុអ្វីបំផ្លាញសេចក្តីសុខគ្នាទៅវិញទៅមកតើប្រយោជន៍អីទៅណាប្រយោជន៍អីទៅដែលយើងប្រើប្រាស់ជីវិតទាំងអស់គ្នាហ្នឹងដើម្បីចំណែកនេះបំផ្លាញគ្នាទៅវិញទៅមកបំផ្លាញទាំងជាតិមាតុភូមិខ្លួនឯងទៅទៀតសួរថាត្រឹមត្រូវទេ
មានចំណេះដឹងផ្លូវលោកមានចំណេះដឹងជាច្រើនសម្រាប់ជួយប្រទេសជាតិជួយទៅកុំបំផ្លាញជាតិកុំគិតតែពីសោកប៉ាន់ដោយពីចំនួនព្រះមានអ្នកសោកប៉ាន់ឥឡូវក៏មានអ្នកសោកប៉ាន់ដែរប៉ុន្តែត្រូវគិតថាតើការសោកប៉ាន់នោះដើម្បីប្រយោជន៍អ្នកណាចុះមើលសម្លឹងមើលកូនខ្លួនឯងចៅខ្លួនឯងតើដំណាក់កាលទៅក្រោយទៀតវាយ៉ាងម៉េចដែរបើយើងមិនគិតពីកសាងប្រទេសជាតិខ្លួនឯងឲ្យរុងរឿងទេនោះឬក៏ដោះស្រាយយកទៅមកពេលណាមិនក៏មិនទៅឲ្យតែអញក្រាន់បាល់នៅពេលហ្នឹងអត់ទៅរួចទេសូមគិតទៅអនាគតវែងឆ្ងាយដែលព្រះអង្គព្យាករព្រះអង្គព្យាករថាពិភពលោកនឹងច្របូកច្របល់ដោយសារកិលេសរបស់មនុស្សកាន់តែកើនទៅអញ្ចឹងភាពល្បិចកលយ៉ាងម៉េចវាបំផ្លាញខ្លួនឯងវិញគឺបំផ្លាញបរិស្ថានសង្គមនិងបំផ្លាញប្រទេសជាតិនឹងឯងដោយសារចិត្តមនុស្សអាក្រក់ហើយមនុស្សអាក្រក់សួរថាតើគេគិតពីសុខទុក្ខអ្នកដទៃទេគេអត់គិតទេយើងមើលគេនាំនេះបកសង្គ្រាមអ្នកកាន់អំណាចប្រទេសធំធ្វើបាបប្រទេសតូចសួរថាគេបានគិតទេគេអត់បានគិតថាបាបកម្មទេណាគេទទួលរងគ្រោះបាបកម្មភ្លើងឆេះនៅអាកន្លែងល្អពិសេសហ្នឹងគឺគួរគិតហើយនឹងបាបកម្មដែលគេធ្វើអាវុធលក់ដើម្បីឲ្យប្រទេសក្រីក្រឆ្លោះគ្នាយកអាវុធទៅសម្លាប់គ្នាបាញ់ឥឡូវឆេះខ្លួនឯងនៅតែសួរថាគិតទេនៅតែជ្រឿនពៀនទៀតនៅចង់បានប្រទេសនេះប្រទេសនោះហើយនៅតែផលិតអាវុធដើម្បីសម្លាប់មនុស្សបាបកម្មនឹងឯងត្រូវគេជលអាគារនោះបាក់ទៅនឹងអាងអំណាចខ្លួនឯងគៀបសង្កត់គេសួរតើមានសេចក្តីសុខទេអ្នកដទៃដែលអត់ពេញចិត្តគេនឹងរលល្បិចកលគ្រប់បែបយ៉ាងដើម្បីសងសឹកនឹងឯងគួរសង្វេគទៀតប្រើប្រាស់ជីវិតអត់មានប្រយោជន៍ទេប្រើប្រាស់ជីវិតដើម្បីបាបកម្មពៀវេរាសងសឹកគ្នាមិនចេះចោះតែប្រទេសកម្ពុជាយើងល្អណាស់ទៀតក្រោមម្លប់សន្តិភាពណាក្រោមការដឹកនាំរដ្ឋាភិបាលយើងគួរពិចារណាឲ្យខំជ្រោមជ្រែងការពារសន្តិភាពនឹងទៅបើគ្មានសន្តិភាពយើងក៏មិនអាចមកអង្គុយទីនេះមិនអាចមកប្រតិបត្តិធម៌មិនអាចបំពេញបុណ្យកុសលឬក៏មិនអាចកសាងមជ្ឈមណ្ឌលវប្បធម៌បានទេអញ្ចឹងក្រោមម្លប់ពធនេះជាម្លប់ដ៏ពិសេសហើយតែស្ថិតនៅក្រោមម្លប់សន្តិភាពទៀតទើបយើងអាចកសាងសមិទ្ធផលនានាដើម្បីអីបុណ្យកុសលសម្រាប់ខ្លួនយើងនឹងឲ្យអ្នកដទៃបានបុណ្យដែរនេះចំណុចសំខាន់ណាស់កំណំនេះធ្វើចោលទៀតពីខកខ្លះក៏កុំធ្វើចោលបាបធ្ងន់ជាងគេគឺយកស្បង់ចពោមកស្លៀកពាក់ធ្វើជាអ្នកបួសយប់ឡើងចូលបាយប់ឡើងមិនផឹកស៊ីស្រីញីអានឹងចោលធ្ងន់អានឹងចោលមែនតែនចោលធ្ងន់ហ្មងចោលលួចទឹកចិត្តរបស់ពុទ្ធបរិស័ទខំគោរពបូជាលះបង់បោកប្រាស់ទាំងស្រុងយកស្បង់ចពោមកពាក់ធ្វើសកម្មភាពដើម្បីបានលៀបសក្ការៈបានពុទ្ធបរិស័ទបូជាបានច្រើនយកលុយទៅសោកស្អីដើម្បីអីណាណីសួរតើត្រឹមត្រូវទេនេះខ្ញុំលើកតាមព្រះកំខឹងខ្ញុំណាព្រោះនោះបត្រៃបដកចៃហ្នឹងនេះមើលក្នុងបត្រៃបដកទៅប្រសង់មួយចំនួនដើម្បីលៀបសក្ការៈបានលុយបានអីពីណាពីណីប្រមូលយកទៅសោកគេឥឡូវនេះក៏ពិចារណាទៅទៀតនឹងព្រះអង្គសម្ដែងថាមិនល្អប្រសើរឡើយវាខូចសាសនាវាខូចសទ្ធារបស់ពុទ្ធបរិស័ទខ្ញុំកណាក៏អន់ចិត្តដែរខ្ញុំកណាអ្នកគោរពបូជាព្រះពុទ្ធព្រះសង្ឃកាលណាគេតេះឌីលព្រះសង្ឃណាគឺអត់សុបាយចិត្តទេដូចជាគេតេះឌីលម៉ែឪចឹងកូនចៅដែលម៉ែឪមានម៉ែឪអ្នកមានគុណហើយត្រូវគេតេះឌីលម៉ែឪសុទ្ធតែកូននឹងសុបាយចិត្តទេអត់សុបាយទេព្រោះអោនថ្វាយបង្គំដល់ជើងដល់ដីទុកថាជាអរិយបុគ្គលមិនមែនលោកជាអរិយបុគ្គលប៉ុន្តែអោនថ្វាយបង្គំហ្នឹងណាសំដៅលើព្រះអរិយបុគ្គលជាសាវកនៃព្រះដ៏មានប្រភាកចុះបើអត់មានគុណធម៌ក្នុងខ្លួនទេហេតុអីក៏បោកប្រាស់កុហកជាចោលលួចទឹកចិត្តរបស់មហាជនដែលស្រឡាញ់គោរពបូជាសំគិតមែនទេយូរក្មេងខ្លះអត់ចង់ទៅវត្តដោយសារអីឃើញចរិតចរិយាមាយាទពិខុខ្លះដែលអត់សង្រួមរញ៉ៃផ្លែផ្កាជាមួយស្ត្រីថែមទៀតសួរតើឯណាទៅតម្លៃរបស់ពិខុសង្ឃនឹងមិនមែនទាំងអស់ទេចង់និយាយខ្លះទេព្រោះខ្ញុំជួបខ្ញុំឃើញទៅរៀនសាលាជាមួយស្ត្រីសម្ដីមិនដឹងស្អីក្មេងៗមកប្រាប់ខ្ញុំតែខ្ញុំមិនបានឃើញក្នុងសាលារៀនទេប៉ុន្តែខ្ញុំឃើញអាខាងក្រៅតែពិខុខ្លះដល់ជាមួយស្ត្រីវាយបប្រែនោះវាអត់ត្រឹមត្រូវសូមថែរក្សាពុទ្ធសាសនាជាសាសនារបស់រដ្ឋផងហើយសូមកម្មាទោសកុំឲ្យខឹងខ្ញុំកណានិយាយនេះដើម្បីលើកតម្កើងតម្លៃពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងថែរក្សាតម្លៃពុទ្ធសាសនាដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានកុំយកមកចន់ឈ្លីអីដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឯងយកសាសនាធ្វើជាខែលចន់ឈ្លីដើម្បីលៀបសក្ការៈកុហកបោកប្រាស់អ្នកដទៃនិងកុហកខ្លួនឯងសួរថាត្រឹមត្រូវទេដែលថ្នាក់ដឹកនាំប្រទេសខំគោរពបូជាទាំងព្រះមហាក្សត្រទាំងថ្នាក់ដឹកនាំប្រទេសទាំងពុទ្ធបរិស័ទអិសរជនទាំងអស់ថ្វាយបង្គំគោរពបូជាហើយបានចាត់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋគួររក្សាតម្លៃឲ្យបានទេណាមេត្តាទៅកុំគិតតែពីរឿងលៀបសក្ការៈដោយភ្លេចពីធ្លាក់នរកប្រែតដេរឆានអសូរកាយមិនជាការល្អឡើយសូមមេត្តាទៅទៀតខ្ញុំកសាងមជ្ឈមណ្ឌលចាស់កម្ពីត្រៃបដកក្នុងគោលបំណងតែមួយគត់គឺទ្រទ្រង់ពុទ្ធវចនៈឲ្យតាំងនៅព្រោះពុទ្ធវចនៈនេះឯងជាប្រយោជន៍របស់សត្វលោក
អ្នកដែលអប់រំចិត្តអ្នកដែលស្មុគស្មាញក្នុងចិត្តអ្នកដែលមានវិបត្តិផ្លូវចិត្តជំងឺផ្លូវចិត្តយ៉ាងណាយកធម៌ពុទ្ធមកអប់រំគឺបានស្រាលស្ដើងទាំងអស់បានធូរស្រាលទាំងអស់ហើយបានបុណ្យថែមទៀតឧបការៈឲ្យគេខ្លាចជាមនុស្សល្អពីជាតិនេះហើយបន្តជាតិកំណើតរបស់គេទៅជាតិក្រោយទៀតកាន់តែល្អទៅណាខ្ញុំកណាប្រាថ្នាតែមួយគត់គឺថែរក្សាវចនៈពុទ្ធវចនៈនេះឲ្យបានការដែលទៅប្រទេសចិនឃើញគេចាស្ម័គ្រចិត្តថានឹងលះបង់ទ្រព្យសម្បត្តិគ្រប់បែបយ៉ាងទាំងអស់បូជាចំពោះប្រតនត្រ័យគឺចាកម្ពីបត្រៃបដកនេះឲ្យបានព្រោះជាបុណ្យមហាសាលដែលមិនតាន់មានអ្នកណាបានធ្វើជាបុណ្យមហាសាលដែលព្រះអង្គសម្ដែងថាការកើតចាស់ឈឺស្លាប់ក្នុងវដ្តសង្សារនេះអាចការពារមិនឲ្យធ្លាក់នរកប្រែតបានទេអត់ទៅទុគតិភពបានទេដោយសារបុណ្យនេះជាបុណ្យធំធេងបាននេះថាអាចបៀតបៀនអកុសលកម្មដែលធ្វើហើយហ្នឹងដែលធ្លាប់បានធ្វើហើយអកុសលកម្មទាំងប្រមាណដោយសារកុសលកម្មនេះមានកម្លាំងខ្លាំងអាចបៀតបៀនអកុសលកម្មមិនឲ្យមានឱកាសឲ្យផលអញ្ចឹងបើបានសុខហើយត្រូវសំបុណ្យសន្សំបុណ្យនឹងឲ្យបានច្រើនបុណ្យនេះឧបការៈលោតដល់អីរួចផុតចាក់ទុកទៅនិព្វានគឺអស់កិលេសនៅក្នុងសន្តានចិត្តនេះមិនមែននិព្វាននៅណាទេនៅក្នុងចិត្តមនុស្សលោកតែសាំញ៉ាំអញញ៉ៃរួចសេចក្តីសុខមិនឃើញឯណាទៅនិព្វាននោះអត់ទេតែបើលះកិលេសនឹងអស់បាននេះទៅអត់ញ៉ៃស្ងប់ចង់និយាយពាក្យថាស្ងប់អីក្នុងសមាធិដែលយើងខ្ញុំខំព្យាយាមពន្យល់បរិញ្ញាធម៌ហ្នឹងបរិញ្ញាអីសមាធិដើម្បីអីឲ្យមានចិត្តស្ងប់នឹងឯងនាំមកនៅសេចក្តីសុខនោះនឹងឯងជាការបដិពូជបញ្ញារបស់ខ្លួនឯងព្រះអង្គសម្ដែងថាសមាធិជាហេតុវិបស្សនាជាផលបាទនេះបើយើងបំពេញហេតុដែលនៅមានបញ្ញារមែងកើតឡើងក្នុងសន្តានចិត្តយើងស្វ័យប្រវត្តិក្នុងគណៈដែលហេតុគ្រប់គ្រាន់ដោយកូនចៅទាំងអស់ចង់ចេះដឹងកូនខំរៀនអាការខំរៀនឯងការចេះនឹងវាបានមកដោយសារការរៀននឹងឯងអញ្ចឹងប្រឹងប្រែងទៅណាប្រឹងប្រែងទាំងអស់គ្នារក្សាខ្លួនយើងជាមនុស្សដែលមានគុណធម៌រក្សាខ្លួនជាមនុស្សសុចរិតទៀងត្រង់រក្សាខ្លួនជាមនុស្សស្មោះត្រង់នឹងខ្លួនឯងនិងអ្នកដទៃរក្សាខ្លួនស្មោះត្រង់ជាមួយប្រទេសជាតិចូលរួមកសាងប្រទេសជាតិឲ្យបានល្អហើយកុំយកជាតិជាខែលទៀតនោះខ្លះស្រឡាញ់ជាតិប៉ុន្តែបំផ្លាញជាតិសុំមេត្តាទៅដោយអ្នកខ្លះមហាអំណាចចឹងស្រឡាញ់ពិភពលោកស្រឡាញ់ប្រជាជនលទ្ធិប្រជាធិបតេយ្យប៉ុន្តែផលិតអាវុធដើម្បីបំផ្លាញពិភពលោកនោះគួរដែរឬទេគិតពិចារណាទៅអញ្ចឹងបើយើងឃើញហើយសង្វេគទៅទៀតកុំដើរតាមផ្លូវគេឲ្យសោះហើយកម្ពុជាយើងវិសេសវិសាលហើយដែលនៅមានពុទ្ធសាសនានៅមានប្រសង់ដ៏ល្អប្រសើរមានស្រែបុណ្យមានឱកាសបំពេញបុណ្យកុសលដែលរាជរដ្ឋាភិបាលប្រគល់សិទ្ធឲ្យយើងធ្វើបុណ្យតាមចិត្តយើងតែបុណ្យប្រកបដោយធម៌ជាបុណ្យសុចរិតទៀងត្រង់កុំធ្វើចោលលួចបុណ្យឲ្យសោះទេណាសូមអនុមោទនា